បងប្អូនអ្នកស្រីកន្លែងនេះគាត់បាជីបេចូលមុនណាបាទអញ្ចឹងតើមូលហេតុអីបានយើងត្រូវបាញ់ជីប្រព័ន្ធចូលហើយបានយើងត្រូវបាជីគ្រាប់ទៅក្រោយបងប្អូនមើលទឹកក្រោយបាជីគីមីមកមានអាកាសធាតុក្តៅផងវាធ្វើទឹកក្តៅឡើងពពុះចឹងហើយតំណាំយើងការលូតលាស់មកអត់បែកគុំបែកកូនល្អទេវានៅមានរោគបាទវានៅមានបាក់តេរីនេះវាសត្វអត់អីទីទួចមកអញ្ចឹងមូលហេតុដែលយើងត្រូវបាញ់ជីវប៉ុនចូលមុនទី1នេះបងប្អូនជីវប៉ុនវាមានជីវប៉ុនខ្លះវាធ្វើឲ្យទឹកហ្នឹងកាត់អាស្លែហ្នឹងទៅជាទឹករៀងថ្លាបាទវាមិនល្អអញ្ចឹងបាទអាចមើលឃើញដីយើងល្អតិចតិចបាទទី2នៅពេលដែលបាញ់ចូលទៅបងប្អូនមេរោគដែលមាននៅក្នុងដើមហ្នឹងវាកាត់បន្ថយបាទកាត់បន្ថយបាទមេរោគវាធ្វើឲ្យកោសិកាស្រូវហ្នឹងវារឹងមាំបាទបើស្រូវអត់ចូលរោគផងជីធម្មជាតិវាទៅទប់រោគក្នុងហ្នឹងអត់ឲ្យចូលបណ្ដោយហើយមួយទៀតនៅពេលដែលជីបំពន់ចូលទៅនៅក្នុងស្លឹកដំណាំបងប្អូនអញ្ចឹងអាសារធាតុនៅក្នុងជីបំពន់ភាគច្រើនគេដាក់សារធាតុដូចជាសបកផ្លែឈើអីដើម្បីឲ្យសត្វល្អិតហ្នឹងវាអត់ជក់ទៅវាអត់ត្រូវបើនៅតែជក់ទៅវាធំក្លិនវារត់ចេញធំក្លិនវារត់ចេញបាទអញ្ចឹងអត្ថប្រយោជន៍ជីបំពន់មួយទៀតនៅពេលដែលយើងបាញ់ឲ្យប្រហែលជា3ថ្ងៃបាទបាញ់ឲ្យ3ថ្ងៃនេះអារឹសនេះវាចេញមកមិនចេញអញ្ចឹងទេបងចេញមកសស្ញាចចេញមកច្រើនខ្ញុំឧទាហរណ៍ថាពេលដែលយើងបាញ់ជីបំពន់ឲ្យ3ថ្ងៃនេះរឹសមកដល់កន្លែងនេះកាលណារឹសវាចេញមកខ្លាំងអញ្ចឹងនៅពេលដែលយើងតម្លាក់ជីគ្រាប់ទៅតាមក្រោយគឺតម្លាក់ទឹកវាប៉ះរឹសគឺវាល្អឡើងខ្លាំងបណ្ដោយអញ្ចឹងហើយបានជាការបាញ់ជីបំពន់ចូលមុនហើយ3ថ្ងៃបាទ2ទៅ3ថ្ងៃឬមកអាច5ថ្ងៃក្រោយហ្នឹងបាទបងប្អូនបាជីគ្រាប់ទៅគឺស្រូវល្អខ្លាំងបាទបើយកល្អបំផុតបាញ់ហើយ3ថ្ងៃក្រោយជូនជីគ្រាប់អាហ្នឹងស្រូវដឹងតល្អខ្លាំង